អ្នកគ្រួសារប្រសពធ្វើ blog ទេសូមអធិស្ឋានផងលើកទី1នេះឥឡូវនេះចូលដល់ថ្ងៃទី3នៃសិក្ខាសាលាអញ្ចឹងថ្ងៃទី3យើងស្រស់ស្រូបអាហារពេលព្រឹកសិនទៅឲ្យមានកម្លាំងដើម្បីត្រៀមទៅរៀនសូត្រថ្ងៃហ្នឹងពេញមួយថ្ងៃទៀតថ្ងៃអាហារពេលព្រឹកគេល្អណាស់យើងចង់ញ៉ាំអីញ៉ាំទៅគេមាន buffet ឲ្យយើងរើសតាមអាហារដែលយើងចូលចិត្តទេហើយភាគច្រើនគឺរៀបជាអាហារមានសុខភាពចឹងទៅញ៉ាំក៏វាឆ្ងាញ់ដែរហើយឥឡូវនេះយើងមកដល់ទីតាំងសិក្ខាសាលាគេហៅថា International Forum Talk Show International Forum នៅក្នុង Forum នោះវាមានអគារ A B C D F E F អញ្ចឹងនៅក្នុងមួយអគារមាន topic ផ្សេងគ្នា topic អំពីជំងឺផ្សេងគ្នាអញ្ចឹងគ្រូពេទ្យណាដែលគាត់ចាប់អារម្មណ៍ទៅនឹង topic អីគាត់ទៅអគារហ្នឹងវាមិនមែនថាគេរៀនមួយសាលគ្រប់វិជ្ជបណ្ឌិតមកទាំងអស់នៅហ្នឹងឯងអត់ទេមកវាមានអគារ A B C D E F អញ្ចឹងហើយវាមានមួយសាលផ្សេងគ្នាដូចជាអគារ B1 អញ្ចឹងទៅ B2 អញ្ចឹងទៅអញ្ចឹងគ្រូពេទ្យគាត់ចាប់បារម្ភទៅលើ topic ជំងឺអីគាត់ចូលទៅជំងឺហ្នឹងទៅដែលគាត់ចាប់អារម្មណ៍រៀនសូត្រវាមានផ្នែកសុខភាពបន្តពូជនិងការបង្កកណាត់ហ្នឹងវាមានផ្នែកគេហៅថាពាក់ព័ន្ធជាមួយនឹងការវះកាត់ឬក៏អត់ពាក់ព័ន្ធមួយការវះកាត់វាមានផ្នែក supplement សម្រាប់ជំរុញដល់ការបង្កកណាត់វាមានផ្នែកនៃការប្រើថ្នាំផ្សេងអញ្ចឹងទៅអញ្ចឹងគ្រូពេទ្យណាគាត់ពេញចិត្តអីគាត់ទៅរៀនហ្នឹងទៅអញ្ចឹងខ្ញុំមកតាមចំណង់ចំណូលចិត្តរបស់ខ្ញុំដែរអញ្ចឹងឥឡូវយើងរៀនហើយដល់ថ្ងៃត្រង់គេឲ្យយើងទៅតម្រង់ជួរយកបាយទៀតហើយអញ្ចឹងអាហារពេលថ្ងៃត្រង់អញ្ចឹងយើងញ៉ាំអាហារពេលថ្ងៃត្រង់សិនណាហើយយើងចាំចប់ហើយយើងបន្តការរៀនសូត្ររបស់យើងនៅពេលល្ងាចបន្តទៀតហើយនេះអគារដែលយើងរៀនហ្នឹងដូចជានៅជាន់ទី3ទី4ហ្នឹងឯងមើលទៅក្រោមអគារគេស្អាតណាស់នៅជប៉ុននិយាយទៅស្អាតគ្រប់យ៉ាងលងស្នេហ៍ជប៉ុនហ្នឹងហ្មង